សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្មីរបស់ប្រុសថ្មមានតែមួយខ្ញុំពីរលើលោកដំណើរតាមទៅរកកាហ្វេថ្មីក៏ចាប់ដើមជិះម៉ូតូជិះមើលធ្វើមើលដំក៏មកដល់កន្លែងញ៉ាំបាយតែខ្ញុំធ្លាប់ញ៉ាំហើយក៏ធូរថ្លៃដល់កន្លែងហ្នឹងរសជាតិក៏ឆ្ងាញ់ទទួលយកបានមើលបានញ៉ាំបាយនៅអត់ញ៉ាំមកញ៉ាំជាមួយខ្ញុំតែមើលញ៉ាំអត់បីញ៉ាំតែខ្ញុំចុកមានពីស្នេហ៍នឹកអាឡ័យជាប់ចិនណានឹកមិនភ្លេចនឹកនឹងជានឹកឆោមពិសីគេមិនហើយពេលវេលាចិញ្ចឹមចិញ្ចាំក៏បានមកដល់ឥឡូវយើងបានមកដល់ទីតាំងកាហ្វេហើយចាយើងចាប់ផ្ដើមតចូលទៅក្នុងថាមានអីខ្លះចាំណាហើយនេះគឺជាផ្លូវដែលត្រូវចូលពីខាងមុខខ្ញុំចូលមកដល់ខ្ញុំឆ្កែដែរចូលម៉ាប់មានមនុស្សចឹងព្រមមកដល់ the window ឥឡូវយើងដែរចូលក្នុងទៀតមួយមានតែទៀតជាមួយដល់គ្នារៀបរាប់ប្រាប់អូនថាស្នេហាមកស្មុគស្រីហើយតោះនេះពេលដែរចូលមកដល់ដៃមានកន្លែងគឺកំង order អីនេះទៅ order ហើយដាក់មកផ្ទះនេះផ្សេងដៃនេះមានកន្លែងបែនគេជាងដំញៀតពឹកដាក់ស្ទើរតែចឹងហ่าកែវភ្នែកអូនចាំងឆ្លងរស្មីភ្លឺថ្លានាំឲ្យចិនដាបងរត់តែស្រឡាញ់ស្រីពេលដែលយើងតាមមកដល់ប្រើហើយនេះក៏ជាទស្សនវិជ្ជាដែលយើងមើលឃើញវីដេអូដូចនៅកប៉តនេះថ្កាយលេខមានមាត់ទឹកក៏ជាធៀលមានមកពាក់ពីបែនេះក៏និយាយតាមគេក៏បានក៏ភាសារកានេះក៏បានយូរស្នាហាក៏បានចឹងในរ៉ាប់នេះអាចស្ទើរស្នាប់មកក្នុងវីដេអូនឹងបានមើលទៅនិយាយពីថ្នមមែនតើគួរចាំមកកែវភ្នែកអូនចាំងឆ្លងរស្មីភ្លឺថ្លានាំឲ្យចិនដាបងរត់តែស្រឡាញ់ស្រីមួយទៀតចំពោះទីតាំងដែលយើងត្រូវចតម៉ូតូយើងអាចចតនៅខាងមុខហាងក៏បានយើងអាចចតនៅខាងក្រោយក៏បានណាកន្លែងគឺមានឡានទុកច្រើនអញ្ចឹងណាកែវភ្នែកអូនចាំងឆ្លងរស្មីភ្លឺថ្លានាំឲ្យចិនដានិយាយពីថាឈៀលនោះឈៀលដាក់កាហ្វេមួយកែវអង្គុយមើលថ្ងៃលិចអង្គុយម្នាក់ឯងដាក់បាយមួយចានទៀតនោះទៀតចំពោះទីតាំងខ្ញុំនឹងបញ្ជាក់នៅខាងលើហើយកន្លែងហ្នឹងគឺបើកតាំងពី7ដល់10យប់ចឹងអ្នកទាំងអស់គ្នាអាចមកថាបានកន្លែងនេះ